សួស្តីបងប្អូននេះទស្សនភាពនៅប្រទេសកូរ៉េនៅតំបន់ផ្ទះជួលវ៉ាន់រូមនៅកូរ៉េមានតែម៉ូតូខាងថេកពេខាងក្រុមហ៊ុនដឹកជញ្ជូននេះបើថាសម្រាប់ប្រជាជនហ្មងគឺអត់មានអ្នកចេះឃើញមួយឯងពីច្រើនគឺម្នាក់ឡានមួយម្នាក់ឡានមួយដល់ពេលបាននៅកន្លែងធ្វើការវិញគង់ចាក់មានគ្នា20នាក់មានឡាន20ដែរអញ្ចឹងជួនកោតមានកន្លែងចតឡានមកទៅចតតាមផ្លូវចោលឆ្ងាយពីកន្លែងធ្វើការស្ងប់ស្ងាត់ណាស់បងប្អូននៅប្រទេសកូរ៉េស្ងាត់ល្អហើយខ្ញុំក៏ចូលចិត្តស្ងាត់យ៉ាងដែរអត់ចូលចិត្តអ៊ូអរទេអញ្ចឹងយើងស្រួលនៅយើងកន្លែងស្ងប់ស្ងាត់ល្អនេះកន្លែងចតឡាននៅតាមផ្ទះជួលគឺទៅកន្លែងចតឡាន